មកដឹងពីវិធីសាស្ត្រដែលខ្ញុំអាចចំណេញពីទីផ្សារចន្លោះពី$2000ទៅ$3000ក្នុងមួយសប្តាហ៍ហើយជាក់ស្ដែងទៅគឺខ្ញុំចំណាយទុនត្រឹមតែ$1300តែប៉ុណ្ណោះហើយខ្ញុំមានផុសតាំងទាំងអស់ដែលខ្ញុំទម្លាក់ចូលនៅក្នុង group ជាប្រចាំថ្ងៃហើយបងប្អូនអាចចូល Telegram ហ្នឹងតាមរយៈ link នៅក្នុង description ខាងក្រោមហើយបងប្អូនក៏អាចធ្វើតាមខ្ញុំបានដែរដោយគ្រាន់តែដើរតាមលំនាំដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមើលលំនាំនឹងទាំងអស់គ្នាអញ្ចឹងជាជំហានដំបូងគឺបងប្អូនគួរតែចូលនៅក្នុង Telegram group community ខ្ញុំសិនដើម្បីតាមដានទៅលើ report ដែលខ្ញុំទម្លាក់ជាប្រចាំថ្ងៃដូចបងប្អូនឃើញស្រាប់អញ្ចឹងគឺនៅក្នុង user setting ជា topic មួយនៅក្នុង group របស់យើងគឺខ្ញុំតែងតែទម្លាក់តាក់ទងទៅនឹង setting ដែលខ្ញុំប្រើប្រាស់ហើយនឹងលទ្ធផលដែលខ្ញុំប្រើប្រាស់ទៅលើ setting ហ្នឹងហើយដូចបងប្អូនឃើញអញ្ចឹងគឺយើងបិទបញ្ជីប្រចាំអាទិត្យហើយក៏ប្រចាំថ្ងៃផងដែរអញ្ចឹងដូចក្នុងអាទិត្យនេះគឺយើងចំណេញ$2063.5ដែលធៀបនឹងអាទិត្យមុនគឺយើងចំណេញរហូតដល់$3000ហើយមូលហេតុដែលយើងកាត់បន្ថយការចំណេញគឺដោយសារការពីអាទិត្យមុនគឺយើងអត់មានថ្ងៃដាច់ account ឬមួយក៏ថ្ងៃខាតទេប៉ុន្តែចំពោះនៅក្នុងសប្តាហ៍នេះគឺយើងមានថ្ងៃដាច់ account 2 section ដែលយើងធ្វើឲ្យខាតនៅថ្ងៃទី3ហ្នឹងគឺ$76ហើយថ្ងៃទី5ហ្នឹងគឺយើងខាត$127ហើយចាក់ស្ដែងទៅនៅពេលដែលយើងដាច់ account នៅក្នុង section នីមួយៗដែលយើងប្រឈមមុខហ្នឹងគឺយើងត្រូវ redeposit ដើម្បីឲ្យ section បន្ទាប់គឺវាធ្វើការដើម្បី roll generate profit មកវិញបើសិនជាបងប្អូនអត់ធ្វើតាមលំនាំអញ្ចឹងទេគឺបងប្អូនអាចនឹងបិទបញ្ជីខុសតន័យឬមួយក៏ខាតដែរព្រោះចាក់ស្ដែងគឺវាទាមទារឲ្យបងប្អូនត្រូវមាន backup fund ឬមួយក៏ withdraw ជាប្រចាំថ្ងៃដើម្បីក្នុងលក្ខខណ្ឌនៅពេលដែលមានហានិភ័យក្នុងការដាច់នៅក្នុង section ណាមួយគឺបងប្អូនអាច redeposit វិញបានអញ្ចឹងការធ្វើបែបហ្នឹងទើបអាចឲ្យបងប្អូនរកផលចំណេញបានព្រោះដោយសារប្រភេទ trading robot ដែលមានឈ្មោះថា Snapper Flip ហ្នឹងគឺគោលដៅវា flip account អញ្ចឹងការ flip account គឺបងប្អូនដឹងហើយគឺអាចនឹងប្រឈមមានការដាច់ account អញ្ចឹងបើសិនជាដូចការពីសប្តាហ៍មុនគឺយើងអត់មានការដាច់សំបីតែមួយ section គឺយើងចំណេញរហូតដល់$3000ដែលចេញពីដើមត្រឹមតែ$1300ទេប៉ុន្តែសប្តាហ៍នេះគឺយើងប្រឈមនឹងការដាច់ account ចំនួន2 section ប៉ុន្តែគឺយើងនៅតែបិទបញ្ជីចំណេញដដែលព្រោះដោយសារយើង redeposit ដើម្បីវាធ្វើការបន្តអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺបងប្អូនត្រូវត្រៀម backup fund និង withdraw fund ដែលចំណេញជាប្រចាំថ្ងៃនៅពេលដែល bot គឺចប់ធ្វើការអញ្ចឹងអានឹងគឺជាលក្ខខណ្ឌដែលបងប្អូនត្រូវធ្វើហើយចំណុចបន្ទាប់គឺបងប្អូនត្រូវទៅយក license bot ហើយនឹងប្រើ setting ឲ្យបានត្រឹមត្រូវអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងបង្ហាញពីកន្លែងដែលបងប្អូនអាចទៅយក setting ហើយនឹងទិញរបត់នឹងមកប្រើប្រាស់បានអញ្ចឹងដោយបងប្អូនឃើញនៅក្នុង website នេះអញ្ចឹងគឺមានឈ្មោះថា site.btradercambodia.com ដែលខ្ញុំតម្លាក់ link នៅក្នុង description ខាងក្រោមដូចគ្នាអញ្ចឹងបងប្អូនអាចចុចទៅលើពាក្យថា become member អញ្ចឹងនៅក្នុងហ្នឹងគឺបងប្អូនគ្រាន់តែបំពេញ email address ឲ្យបានត្រឹមត្រូវ password ចំនួន2ដងអញ្ចឹងគឺបងប្អូននឹងទទួលបាន email ពីខាងក្រុមហ៊ុនដើម្បីឲ្យធ្វើការ verify ទៅលើ account បងប្អូនអញ្ចឹងក្រោយពេលដែលបងប្អូន verify គឺបងប្អូននឹងចូលទៅ submit form ដែលតម្រូវឲ្យបងប្អូន register ក្រោម referral នៅក្នុង team របស់ពួកខ្ញុំអញ្ចឹងគឺយើងមាន2 feature ដែល feature សម្រាប់ forex ហើយនិង crypto ប៉ុន្តែបងប្អូនអាច register នៅក្នុង forex សិនក៏បានព្រោះបងប្អូនអាច upgrade នៅក្នុងពេលណាក៏បានដែរអញ្ចឹងក្នុងលក្ខខណ្ឌនេះគឺដោយសារខ្ញុំមាន account នេះគឺខ្ញុំសូមធ្វើវីដេអូកាត់ឲ្យខ្លីគឺខ្ញុំនឹងធ្វើការ sign in ចូល account ខ្ញុំតែម្ដងអញ្ចឹងនៅពេលដែលបងប្អូន sign in ជោគជ័យបងប្អូននឹងឃើញ dashboard បែបនេះដែល member គឺ free ប៉ុន្តែគឺទទួលបាន lifetime access លុះត្រាតែបងប្អូនធ្វើការផ្លាស់ប្ដូរ referral ចេញពីពួកខ្ញុំឬមួយក៏ឈប់នៅក្នុងការ trading ទើបយើងដក license នឹងចេញអញ្ចឹងចំពោះbenefit នៅក្នុងការចូលរួមគឺច្រើនមែនទែនក្រៅពីបងប្អូនទទួលបាន setting trading robot ដែលពួកយើង update ជាប្រចាំហើយក្រៅពីហ្នឹងគឺបងប្អូននឹងទទួលបាន feature តាក់ទងទៅនឹង AI research ពី crypto smart money move ដែលតាក់ទងនឹង crypto ដែលបងប្អូនអាចដឹងពីការ move លុយចេញចូលរបស់អ្នកដែលមានសម្បត្តិច្រើនឬមួយក៏គេហៅ well ហ្នឹងហើយនៅក្នុងហ្នឹងក៏មាន sentiment ដែលយើងតាមដានតាក់ទងនឹងព័ត៌មានអីផ្សេងៗពី crypto ហើយក្រៅពីនោះទៀតគឺបងប្អូននឹងអាចទទួល revert ដែលជា giveaway ប្រចាំអាទិត្យដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងនៅក្នុងសប្តាហ៍នេះគឺយើងមាន giveaway ដែលទឹកប្រាក់សរុបចំនួន$200ដែលកាលពីសប្តាហ៍មុនគឺយើង prize pool $100ចំនួន3នាក់ដែលស្មើនឹង$300អញ្ចឹងនៅសប្តាហ៍នេះគឺថ្ងៃអង្គារយើងនឹងធ្វើការ giveaway ម្ដងទៀតអញ្ចឹងសង្ឃឹមថាបងប្អូនចូលរួមនៅក្នុង membership យើងឲ្យទាន់មុនថ្ងៃអង្គារអញ្ចឹងកុំឲ្យខាតពេលរបស់យើងតាក់ទងនឹង trading robot ដែលខ្ញុំប្រើអញ្ចឹងគឺយើងចូលមកកន្លែង trading robot នេះចឹងបើសិនជាបងប្អូនអត់ទាន់មាន license ទៅលើ trading robot ទេគឺបងប្អូនអាចចុចពាក្យថា buy trading robot ដែលវានឹងមក access ទៅលើ website នេះដែលបងប្អូនអាចធ្វើការ sign in ចូលឬមួយក៏ sign up បើសិនជាអត់មាន account បន្ទាប់ចូលមកក្នុង marketplace បងប្អូនអាចទិញទៅលើ license បានហើយអញ្ចឹងចំពោះបើសិនជាបងប្អូនពិបាកនៅក្នុងការ
ជួលនៅក្នុងការតម្លើងផ្សេងៗគឺសាំញ៉ាំគឺបងប្អូនអាចប្រើសេវាកម្មតម្លើងបានដែលចុចនៅក្នុងប៊ូតុងនេះដែលនឹង direct ចូលទៅក្នុង Telegram community របស់ខ្ញុំហើយនៅក្នុង topic សេវាកម្មតម្លើងដែលបងប្អូនអាចតាក់ទងពួកគាត់ដើម្បីតម្លើង bot នឹងបានអញ្ចឹងចំពោះ setting ដែលខ្ញុំប្រើប្រាស់បច្ចុប្បន្នគឺខ្ញុំប្រើ setting ចំនួន2នេះដែល setting ទី1គឺចំណាយទុន$200ហើយ setting ទី2គឺចំណាយទុន$500ហើយសរុបគឺខ្ញុំចាយទុនរហូតដល់$1300ដោយសារទី1គឺខ្ញុំប្រើទៅលើ setting មួយនេះដែលខ្ញុំហៅវាឈ្មោះថា Site Flip 20k មានន័យថា 20k cent ដែលយុទ្ធសាស្ត្រហ្នឹងគឺជាមធ្យមភាគគឺវាចំណេញ$140ក្នុងមួយថ្ងៃអញ្ចឹងក្នុងរយៈពេល2ថ្ងៃគឺយើងរួចដើមហើយយើងចំណេញមកវិញទៀតអញ្ចឹងបានជាហេតុដែលយើងបិទរាល់ចុងសប្តាហ៍គឺយើងចំណេញច្រើនហើយទោះបីយើងជួបការដាច់មួយ section ឬមួយក៏អីក៏ដោយគឺយើងនៅតែចំណេញដដែលអញ្ចឹងនៅក្នុង section នៅក្នុងការធ្វើការរបស់វាគឺ section ទី1គឺវាធ្វើការនៅចន្លោះម៉ោង00ដល់ម៉ោង4ភ្លឺរបស់យើងហើយ section ទី2គឺវាធ្វើការនៅម៉ោង9ភ្លឺដល់ម៉ោង12ថ្ងៃអញ្ចឹងរាល់ពេលម៉ោង12ថ្ងៃយើងមុននឹងដល់ម៉ោង00ម្ដងទៀតហ្នឹងគឺយើងត្រូវធ្វើការ withdraw លុយចេញដូចខ្ញុំតម្លាក់ report ជាប្រចាំថ្ងៃហ្នឹងក្រោយម៉ោង12ថ្ងៃគឺខ្ញុំធ្វើការ withdraw តម្លាក់ចូល report ចូលគ្រប់ហើយអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌបងប្អូនសិតដូចខ្ញុំគឺខ្ញុំប្រើចំនួន4 shot អញ្ចឹងគឺខ្ញុំចំណាយទុន$800លើវាអញ្ចឹងជាប្រចាំថ្ងៃខ្ញុំអាចមធ្យមភាគបាន$560ប៉ុន្តែវាអត់ថេរទេវាស៊ីសងទៅលើទីផ្សារអញ្ចឹងថ្ងៃខ្លះក៏អាចបានតិចជាងនឹងឬមួយអីចឹងទៅអញ្ចឹងជាមធ្យមភាគគឺខ្ញុំអាចបានចន្លោះពី$400ទៅ$700នៅក្នុងមួយថ្ងៃដោយសារខ្ញុំប្រើ5ឈុតដែលឈុតមួយទៀតហ្នឹងគឺខ្ញុំប្រើទៅលើ setting $500ដែលក្នុងហ្នឹងជាមធ្យមភាគវាអាចរកបាន$200ក្នុងមួយថ្ងៃប៉ុន្តែជាក់ស្ដែងថ្ងៃខ្លះក៏យើងបានតិចជាងនឹងអីចឹងទៅថ្ងៃខ្លះក៏យើងអាចបានច្រើនជាងនឹងរហូតដល់$300ឬមួយអីចឹងទៅអញ្ចឹងគឺខ្ញុំចាយទុនត្រឹមតែ$500ទេអញ្ចឹងមួយថ្ងៃគឺខ្ញុំអាចបានចន្លោះ$200ពីហ្នឹងអញ្ចឹងជាមធ្យមភាគដូចបងប្អូនឃើញ report ខ្ញុំអញ្ចឹងគឺថ្ងៃទី1គឺខ្ញុំចំណេញបានតែ$475ទេប៉ុន្តែថ្ងៃទី2គឺខ្ញុំចំណេញទៅរហូតដល់$730ជាងអញ្ចឹងអាហ្នឹងគឺជាមូលហេតុដែលខ្ញុំចង់បញ្យល់ថាវាអត់មានស្ថិរភាពទេប៉ុន្តែយើងអាចរកជាមធ្យមភាគដែលវាអាចចំណេញបានអញ្ចឹងអាហ្នឹងគឺជារឿងមួយដែលបងប្អូនត្រូវយល់ហើយចំពោះនេះគឺជាផុសតាងជាក់ស្ដែងដែលខ្ញុំរ៉ាន់លើ VPS ដូច account នេះគឺចំណេញ50000សេន account នេះគឺចំណេញ45000សេនដូចគ្នា75000សេនដូចគ្នា account នេះចំណេញ150,000សេន account នេះចំណេញ60000សេនអញ្ចឹងគឺខ្ញុំមានប្រូសទាំងអស់ហើយជាក់ស្ដែងដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំតម្លាក់ report ជាប្រចាំថ្ងៃអញ្ចឹងការខាតចំណេញអីបងប្អូន run setting ដូចគ្នាគឺនឹងអាចឃើញលទ្ធផលដូចគ្នាអញ្ចឹងសង្ឃឹមថាបងប្អូនយក setting នឹងយកទៅប្រើប្រាស់ហើយបើសិនជាមានចម្ងល់អីអាចសួរនៅក្នុង support team បានអញ្ចឹងនេះគឺជា setting ដែលខ្ញុំប្រើហើយបើសិនជាបងប្អូនមានបន្តសង្ស័យឬមួយក៏ពិបាកនៅក្នុងការតម្លើងគឺខ្ញុំ recommend ឲ្យប្រើសេវាកម្មដំឡើងមួយនេះព្រោះដោយសារយើងមាន team ដើម្បីជួយដំឡើងបងប្អូនអញ្ចឹងបើសិនជាមានការស្មុគស្មាញនៅក្នុងការតម្លើង VPS តម្លើង bot ចូល MT5 អីផ្សេងៗគឺបងប្អូនអាចប្រើសេវាកម្មនឹងបានអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងដើម្បីបង្ហាញពីរបៀបនៅក្នុងការចំណេញរបស់ខ្ញុំជាប្រចាំថ្ងៃចន្លោះពី$2000ទៅ$3000ក្នុងមួយសប្តាហ៍ហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងហើយបើសិនជាបងប្អូនមានចម្ងល់អាចឆាតមកសួរនៅក្នុង Telegram community ខ្ញុំបានដែលយើងមាន team support ដើម្បីជួយប្រឹក្សាផងដែរអញ្ចឹងអរគុណច្រើនជួបគ្នានៅក្នុងវីដេអូបន្ត